ប្រលឹមស្រាងដែលที่เปียวវลีដែលពិសិដ្ឋភ្ញាក់ពីដំណេកហ្នឹងក៏ទៅហ៊ានដតៃទៀតភ្ញាក់ពីដំណេកដូចគ្នាពិសិដ្ឋបានបត់ភួយបត់មុងហ្នឹងដើរចេញទៅគោរពទង់ជាតិជាមួយនឹងទៅហ៊ានដតៃទៀតនៅពេលដើរគោរពហើយទៅហ៊ានទាំងអស់ក៏បំបែកជួរទៅប្រចាំការនិងទៅធ្វើការរៀងខ្លួនរីឯពិសិដ្ឋដែលត្រូវមានតួនាទីក្នុងការដែលយាមល្បាតក្នុងព្រៃក៏បានទៅដាវនៅក្នុងព្រៃនេះគឺជាកាតព្វកិច្ចរបស់ទាហានគ្រប់គ្នាដែលត្រូវបំពេញតួនាទីនឹងយកចិត្តទុកដាក់ក្នុងការការពារមាតុភូមិមិនឲ្យមានសត្រូវមកឃ្លានពានឬក៏រំលោភបានឡើងវេលាយប់ឡើយពិសិដ្ឋដែលនៅក្នុងជំរំនោះអង្គុយគិតនឹងស្រមៃទៅដល់ភរិយារបស់គាត់ដែលនៅផ្ទះចង់បានទាញរូបភរិយាមកមើលថែមទៀតផងដែលគាត់គិតសម័យថាប្រសិនបើជាប្រទេសជាតិមានសន្តិភាពដូចដើមវិញគាត់នឹងអាចទៅជួបប្រពន្ធកូននិយាយរួចគាត់ក៏បានដេកសម្រាកវិញទៅនៅពេលកណ្ដាលយប់ជាពេលវេលាដែលវិសុទ្ធដេកលងលោកនៅក្នុងសុបិនក៏ស្រាប់តែឮសំឡេងផាំងនិងឮសំឡេងប្រកាសអាសន្នឲ្យងើបដែលធ្វើឲ្យពលទាហានទាំងអស់ងើបទៅប្រជុំជួរដើម្បីទទួលបទបញ្ជាពីមេបញ្ជាការរបស់គាត់បាននិយាយថាឆាប់ទៅប្រចាំកន្លែងរៀងខ្លួនដើម្បីទប់ទល់ជាមួយនឹងសត្រូវបានលួចវាប្រហារយ៉ាងទាំងយប់ហើយពួកគាត់ក៏បានទៅប្រចាំការកន្លែងរបស់ពួកគាត់ប៉ុន្តែការទប់ទល់នេះវាដូចជាហាក់មិនមានភាពស្មើគ្នាសោះព្រោះថាសត្រូវបានវាប្រហារទាំងមុខក្រោយធ្វើឲ្យគាត់ពិបាកទប់ទល់គាត់មានស្នើសុំជំនួយមកបន្ថែមប៉ុន្តែជារឿងមួយដ៏សោកស្ដាយបំផុតព្រោះថានៅក្នុងជំរំមានទ្រព្យគ្រប់គ្រាន់ឡើយដើម្បីទប់ទល់ជាមួយនឹងសត្រូវរីឯសភាវុធក៏មានមិនគ្រប់គ្រាន់ដែរដែលធ្វើឲ្យការបាញ់នឹងវាប្រហារនេះគឺទប់ទល់មិនចង់ជាប់ឡើយគាត់ក៏បានស្នើសុំទៅមេបញ្ជាការរបស់គាត់ទៀតបន្ទាប់មកមេបញ្ជាការរបស់គាត់បានប្រាប់ថាទ្រាំបន្តិចទៅទប់ទៅព្រោះថាថ្នាក់លើបានបញ្ជូនអាវុធនឹងទាហានមកបៅខ្លួនពេលបន្តិចទៀតនេះហើយប្រហែល1ម៉ោងទៀតទេវិសិទ្ធបានឮមេបញ្ជាការរបស់ខ្លួននិយាយបែបនេះហើយខ្លួនក៏រំភើបចិត្តបន្តិចប៉ុន្តែក្រឡេងទៅមើលមិត្តរួមអាវុធរបស់គាត់ត្រូវបានដេកដួលស្លាប់នៅក្នុងត្រង់សេជាច្រើនសោតតែគាត់នៅកាន់ត្រង់សេនេះតែម្នាក់ឯងទេរីឯត្រង់សេផ្សេងទៀតក៏មានអ្នកស្លាប់និងរបួសច្រើនដែរវិសិទ្ធទន្ទឹងរង់ចាំមើលថាតើណាតបជំនួយទៅបើចាំយូរដល់ម្លឹងហើយនៅតែមិនតន់មកដល់ទៀតជាការពិតណាស់ថ្នាក់ដឹកនាំបានបញ្ជូនសភាវុធមកទាំងដែលមិនតន់ផ្ទុះសង្គ្រាមនោះប៉ុន្តែនៅតាមផ្លូវមានផលលំបាកជាច្រើនដែលធ្វើឲ្យការបញ្ជូនសភាវុធមានការលំបាកជាខ្លាំងនិងធ្វើឲ្យកងទ័ពពិបាកក្នុងការធ្វើដំណើរថែមទៀតផងរីឯ